បើសិនជាខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាបែបរបស់អ្នកទាំងអស់គ្នាចាស់គឺមិនមែនសារតែអាយុទេប៉ុន្តែវាតាក់ទងទៅនឹងទម្លាប់របស់អ្នកទាំងអស់គ្នាជឿខ្ញុំមកស្បែករបស់អ្នកទាំងអស់គ្នាមិនតែទៅវាចាស់ម្ដងបន្តិចទេប៉ុន្តែនៅពេលណាដែលអ្នកទាំងអស់គ្នាត្រូវ UV ត្រូវជាមួយនឹងផ្សែងពុលញ៉ាំចំណីអាហារមិនល្អវាធ្វើឲ្យស្បែករបស់យើងហ្នឹងចាស់ជាងវ័យលឿនតែម្ដងអញ្ចឹង UV វាជាអ្នកបំបែក collagen ធ្វើឲ្យបែកខ្ទេចខ្ទីមុខរបស់យើងយាធ្លាក់ជាតិស្ករអាហារដែលមានជាតិស្ករខ្ពស់ធ្វើឲ្យ collagen ហ្នឹងវាកក់ទៅជាដុំវាអត់មានបំពេញតួនាទីឲ្យបានល្អទេហើយនឹងចុងក្រោយ stress hormone គេមិនគ្រប់វាទៅបង្អាក់ឲ្យកោសិកាហ្នឹងមិនអាចទៅជួសជុលខ្លួនឯងវិញអញ្ចឹងហើយបានជាស្បែករបស់បងប្អូនមានស្នាមជ្រួញគ្រើមមានអាចរុយនិងស្នាមជាប់ប៉ុន្តែខ្ញុំមានដំណឹងល្អជូនអ្នកទាំងអស់គ្នាគឺយើងអាចទប់ស្កាត់រឿងទាំងអស់នេះបានតាមរយៈការធ្វើរឿងទាំងអស់នេះអញ្ចឹងនៅពេលណាដែលស្បែករបស់បងប្អូនយាធ្លាក់យាស្បែកថ្ពាល់ឈួនកន្ទុយភ្នែកឬក៏មានស្នាមជ្រួញរាក់នៅលើថ្ងាសហ្នឹងគឺវាកើតឡើងដោយសារតែការបាត់បង់ collagen អញ្ចឹងដើម្បីឲ្យ collagen របស់យើងបានដុះបានល្អឡើងមកវិញយើងត្រូវការរូបមន្តកម្មមួយចំនួនដូចជា retinol អញ្ចឹង retinol វាគឺជារូបមន្តមួយដែលជំរុញឲ្យមានការដោះ collagen បានល្អមែនទែនដោយសារតែវាអាចញោចទៅ fibroblast ឲ្យផលិត collagen ប្រភេទ1និងប្រភេទ3ទី2វាជួយឲ្យកោសិកាដែលចាស់ហ្នឹងជ្រុះចេញជំនួសវិញដោយកោសិកាថ្មីមានសមត្ថភាពក៏ដូចជាកម្លាំងខ្លាំងអញ្ចឹងពេលដែលយើងប្រើ retinol ទៅយើងឃើញស្បែករបស់យើងនឹងទន់រលោងហើយស្បែករបស់យើងហាប់ណែនជាងមុនចំណុចសំខាន់មួយទៀត retinol គឺវាជំរុញឲ្យសរសៃឈាមបើកបានល្អអញ្ចឹងមានន័យថាការដឹកសារធាតុជូនទៅស្បែកគឺបានច្រើនជាងមុនអញ្ចឹង collagen ក៏ដោះច្រើនកោសិកាថ្មីក៏មានច្រើនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៀតស្បែកមុខរបស់បងប្អូនវានឹងស្អាតហើយវាអត់ចាស់ជាងវ័យទេទី2គឺយើងប្រើប៉បថៃអញ្ចឹងប៉បថៃជាការព្យាបាលសម័យថ្មីមួយដែលគេទើបតែរកឃើញទេហើយការព្យាបាលដោយប៉បថៃនេះខ្ញុំនឹងនិយាយនៅវីដេអូក្រោយអញ្ចឹងបើសិនជាបងប្អូនចង់ដឹងថាប៉បថៃវាជួយឲ្យយើងក្មេងជាងវ័យយ៉ាងម៉េចកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយមកនៅពេលដែលខ្ញុំចេញវីដេអូថ្មីបងប្អូននឹងទទួលបានព័ត៌មានភ្លាមៗតែម្ដងចុងក្រោយគឺយើងប្រើ niacinamide អញ្ចឹង niacinamide នេះជារូបមន្តមួយដែលល្បីហើយក៏មានតួនាទីច្រើនដែរនៅក្នុងពិភព skin care អញ្ចឹងបងប្អូនយើងជាច្រើនដែលស្គាល់ niacinamide គេប្រើវាសម្រាប់បំបត្តិមុនផងដើមផងអីផងអញ្ចឹងតួនាទីវាច្រើនណាស់ក្នុងហ្នឹងក៏វាជួយជំរុញឲ្យ collagen ដោះដែរពេលដែលយើងប្រើទៅមុខរបស់យើងក៏ហាប់ណែនដែរអញ្ចឹងរឿងទី2គឺតាក់ទងទៅនឹងសំណើមអញ្ចឹងបើសិនជាមុខរបស់យើងហាប់តឹងណែនតែអត់សំណើមបងប្អូនអាចសម័យទៅលើបន្លែដែលគេលក់នៅតាមផ្សារអ្នកដែលគេបាចទឹកច្រើនបន្លែហ្នឹងវាមើលទៅស្រស់ដោយសារអីមានសំណើមអ្នកលក់ណាដែលថាຕົកបន្លែចោលអត់ប្រោះទឹកទេវានឹងបិទជ្រួញហើយមុខរបស់យើងដូចគ្នាបើសិនជាបែបរបស់យើងស្ងួតយូរទៅវានឹងជ្រួញដូចបន្លែហ្នឹងអញ្ចឹងបងប្អូនអញ្ចឹងសំខាន់មែនទែនដែលយើងត្រូវតែដកសំណើមទៅឲ្យស្បែករបស់យើងអញ្ចឹងសំណើមយើងមានពីរប្រភេទទី1គឺទាញទឹកមកដាក់លើស្បែកទាញទឹកពីបរិយាកាសដាក់លើស្បែកឬក៏ទាញទឹកពីស្រទាប់ទី2យកមកដាក់លើស្បែករូបមន្តហ្នឹងគឺជា hyaluronic acid ឬក៏ glycerin រូបមន្តពីរទៀតគឺវាជ្រាបចូលទៅកន្លែងដែលអត់មានជាតិទឹកនៅក្នុងស្បែកជាពពួក emollient វាមានឈ្មោះថា Qualen ឬក៏ ceramide ចឹងបងប្អូនអាចជ្រើសរើសរូបមន្តណាដែលបងប្អូនពេញចិត្តហើយយើងទិញយកមកប្រើមកទី3តាក់ទងនឹង antioxidant ឬក៏ការប្រឆាំងអុកស៊ីតកម្មខ្ញុំមានវីដេអូមុនហើយដែលបាននិយាយពីការប្រឆាំងអុកស៊ីតកម្មហ្នឹងតាក់ទងនឹងវីតាមីន C បើសិនជាបងប្អូនអត់ទាន់បានមើលទេអាចចុច link នៅក្នុង comment នេះបានបងប្អូនមើលអាហ្នឹងហើយចាំបកមកមើលអានេះអញ្ចឹងការប្រឆាំងអុកស៊ីតកម្មគឺសំខាន់ព្រោះអីអុកស៊ីតកម្មវាធ្វើឲ្យខូច DNA ធ្វើឲ្យបែករលាកវាធ្វើឲ្យខូច collagen អញ្ចឹងប្រឆាំងវាគឺសំខាន់មែនតើអញ្ចឹងក្រៅពីវីតាមីន C យើងមានវីតាមីន E គឺមាន coenzyme Q10 និងរូបមន្តចុងក្រោយគឺ resveratrol ដែលជារូបមន្តថ្មីគេទើបតែឃើញដែរហើយរូបមន្តមួយនេះគេបូកជាមួយនឹង NAD+ អញ្ចឹងពេលដែលយើងញ៉ាំរូបមន្តទាំងពីរនឹងចូលទៅក្នុងខ្លួនទៅគឺវាប្រឆាំងភាពចាស់របស់យើងបានខ្លាំងមែនតើចំណុចទី4តាក់ទងនឹង brightening ឬក៏ធ្វើឲ្យមុខយើងភ្លឺអញ្ចឹងបើសិនជាបែបរបស់យើងហាប់តឹងណែមានសំណើមអីហើយតែមុខរបស់យើងស្អាតមុខខ្មៅអញ្ចឹងមុខខ្មៅជាងខ្លួនអីក៏មើលទៅអត់ក្មេងដែរបងប្អូនអញ្ចឹងចាំបាច់មែនតើដែលធ្វើឲ្យមុខរបស់យើងភ្លឺអញ្ចឹងរូបមន្តធ្វើឲ្យភ្លឺមានដូចជា tranexamic acid មាន alpha arbutin ក៏ដូចជា kojic acid ផងដែរអញ្ចឹងរូបមន្តទាំង3ហ្នឹងពេលដែលយើងលាបទៅវានឹងទៅទប់ជាតិ melanin ហ្នឹងកុំឲ្យចេញមកច្រើនដែលសារធាតុនេះវាធ្វើឲ្យមុខរបស់យើងស្អាតជាពិសេសបើសិនជាចេញលើសវាធ្វើឲ្យមុខរបស់យើងជាំផងដែរអញ្ចឹងយើងប្រើរូបមន្តនេះជាប្រចាំដើម្បីធ្វើឲ្យមុខរបស់យើងហ្នឹងភ្លឺចំណុចទី5គឺតាក់ទងទៅនឹងសុខភាពស្បែកអញ្ចឹងចំណុចទាំង4ខាងលើយើងមានអស់ហើយប៉ុន្តែស្បែកយើងខ្សោយអាសាររោគក្រហមអាសាអាឡែហ្ស៊ីក៏មើលទៅវាមិនស្អាតហើយក៏រំខានខ្លាំងផងដែរអញ្ចឹងចាំបាច់មែនតើបងប្អូនពង្រឹងរនាំងស្បែកពង្រឹងសុខភាពស្បែករបស់យើងឲ្យរឹងមាំអញ្ចឹងរូបមន្តដែលធ្វើឲ្យសុខភាពស្បែករបស់យើងល្អមានដូចជាស៊ីកានេះមែនតើអ្នកជំងឺឲ្យទៅមកខ្ញុំ scan ទៅឃើញមានអាឡែហ្ស៊ីគឺខ្ញុំនឹងឲ្យគាត់ឲ្យដើម្បីអីគឺពង្រឹងរនាំងស្បែករបស់គាត់រូបមន្តទី2គឺ allantoin និងរូបមន្តទី3គឺ aloe
aloe vera ប្រជាជនខ្មែរយើងស្គាល់ច្រើនហើយ aloe vera ភាសាខ្មែរគេហៅប្រទាលកតុយកពើហ្នឹងអញ្ចឹងវាមានការបញ្ឆាំងរលាកផងវាជួយ boost ទៅដល់ collagen ផងហើយក៏ដូចជាជួសជុលរនាំងស្បែករបស់យើងផងដែរអញ្ចឹងបងប្អូនអាចជ្រើសរើសរូបមន្តទាំង3ហ្នឹងមួយក្នុងចំណោមទាំង3ហ្នឹងយកទៅប្រើទៅដើម្បីពង្រឹងសុខភាពស្បែករបស់យើងចុងក្រោយគឺការការពារស្បែកពី UV របស់ព្រះអាទិត្យអញ្ចឹងទោះបីថាយើងពង្រឹងស្បែករបស់យើងប៉ុណ្ណាក៏ដោយបើយើងអត់មានការពារពីការបំផ្លាញពីខាងក្រៅទេអញ្ចឹងអ្វីដែលយើងប្រើជំហានពីខាងមុខមកក៏អត់មានប្រយោជន៍ដែរអញ្ចឹងចាំបាច់មែនទែនដែលបងប្អូនត្រូវប្រើលេការពារកម្ដៅថ្ងៃជាប្រចាំដើម្បីកុំឲ្យស្បែកយើងហ្នឹងរងការបំផ្លិចបំផ្លាញពី UV អញ្ចឹងសម្រាប់ sunscreen ខ្ញុំនិយាយច្រើនហើយគឺគេបែងចែកចេញជាពីរបងប្អូនវាមាន chemical ហើយនិង physical អញ្ចឹងបើសិនជាយើងប្រើរាល់ថ្ងៃនៅក្នុង office ទេយើងប្រើ physical ទៅដោយសារអីលាបទៅវាអត់ចូលឈាមបងប្អូនហើយវាអាចការពារបានរហូតដល់ 98% ការពារ UV អញ្ចឹងវាល្អសម្រាប់សុខភាពស្បែកដូចជាល្អសម្រាប់ការពារ UV ផងដែរអូខេអញ្ចឹងក្រោយជា tip ជូនបងប្អូនថាតើយើងគួរប្រើអីនៅពេលព្រឹកគួរប្រើអីនៅពេលយប់អញ្ចឹងពេលព្រឹកបងប្អូនគួរតែប្រើវីតាមីន C និង niacinamide បូកជាមួយនឹង sunscreen ទៅដល់ពេលយប់យើងប្រើ retinol យើងប្រើ peptide បូកជាមួយនឹង ceramide អញ្ចឹងប្រើតែប៉ុណ្្នឹងមកស្បែករបស់បងប្អូននឹងនៅតែក្មេងអញ្ចឹងមិនងាយចាស់ទេចំណុចនេះចង់ប្រាប់បងប្អូនថាពេលដែលយើងអាយុ35យើងមិនមែនលាប skin care ឲ្យយើងត្រឡប់ទៅអាយុ30ទេបងប្អូនយើងអាយុ30យើងចាប់ផ្ដើមលាប skin care ដើម្បីអីពេលដែលយើងអាយុ35ទៅស្បែករបស់យើងមើលទៅដូចអាយុ30អញ្ចឹងកុំចាំដល់ខ្លួនឯងចាស់រហូតដល់អាយុ35ហើយមិនប្រើ skin care អានឹងពិបាក comeback ដែរបងប្អូនពិបាកត្រឡប់ក្រោយណាប៉ុន្តែយ៉ាងណាក៏ដោយក៏យើងនៅតែមានវិធីជួយស្រោចស្រង់ភាពចាស់ជាងវ័យរបស់បងប្អូនដែរចំណុចនេះយើងនឹងនិយាយនៅវីដេអូក្រោយទៀតទាក់ទងនឹងសេវាកម្មអីមួយចំនួនអូខេអញ្ចឹងវីដេអូថ្ងៃនេះគឺយើងមានតែប៉ុណ្្នឹងទេហើយវីដេអូក្រោយៗខ្ញុំនឹងលម្អិតពីចំណុចនីមួយៗជូនបងប្អូនទៀតថាតើ boost collagen គេគួរតែប្រើអីគេខ្លះឬក៏សេវាកម្មអីគេខ្លះឬក៏គួរលេខថ្នាំអីគេខ្លះបើចំណុចជូនបងប្អូនទៅដើម្បីបងប្អូនមានព័ត៌មានគ្រប់គ្រាន់ក្នុងការសម្រេចចិត្តថាតើបងប្អូនគួរប្រើ skin care គួរលេខថ្នាំឬក៏ប្រើសេវាកម្មអីផ្សេងៗដើម្បីជួយសម្រស់របស់យើងនឹងនៅតែក្មេងកុំឲ្យវាចាស់ជាងពេលខាងពេកអូខេអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាសម្រាប់ពេលនេះខ្ញុំបាទដុកទ័ររិទ្ធនឹងជួបបងប្អូននៅវីដេអូក្រោយទៀត